គោរពនឹងជម្រាបសួរប្រិយមិត្តដែលតែងតែគាំទ្រលើ YouTube Stand Up Channel របស់យើងខ្ញុំចាស់ថ្ងៃនេះផងដែរសូមលើកយកព័ត៌មានផ្លែកៗពីររឿងផងដែរទាក់ទងទៅនឹងរឿងបរទេសចាស់លោកតាអាយុ80ឆ្នាំរៀបការជាមួយក្មេងស្រីអាយុ12ឆ្នាំចាស់នេះគឺពិតជាពាក្យចាស់ពោលថាកូនចាស់ស៊ីស្មៅខ្ចីមែនសូម្បីតែក្មេងស្រីអាយុ12ឆ្នាំក៏មិនលើកលែងដែរហើយដែលទាំងខ្លួនមានអាយុដល់ទៅ80ឆ្នាំឯណោះចាស់នេះគឺជារូបភាពកូនក្រមុំដែលមានអាយុទើបតែ12ឆ្នាំហើយនឹងតាចាស់ដែលមានអាយុ80ឆ្នាំផងដែរចា៎ចាត់ទុកជារឿងចម្លែកកម្រកើតឡើងដែលវីដេអូឃ្លីបមួយបង្ហាញលោកតាអាយុ80ឆ្នាំរៀបការជាមួយក្មេងស្រីអាយុ12ឆ្នាំហេតុការណ៍នេះបានកើតឡើងនៅតំបន់អាស៊ីកណ្ដាលខណៈក្មេងស្រីបង្ហាញឥរិយាបថបញ្ជាក់ពីការមិនពេញចិត្តវីដេអូឃ្លីបត្រូវបានគេបង្ហោះបន្តគ្នាពីរឿងរៀបការរវាងបុរសចំណាស់និងក្មេងស្រីនោះតាម website vidmax.com កាលពីថ្ងៃទី13ខែមករាឆ្នាំ2017វីដេអូបង្ហាញថាកូនកំឡោះជាជនមូស្លីមអាយុ80ឆ្នាំរៀបការជាមួយក្មេងស្រីអាយុ12ឆ្នាំចាស់ពិធីរៀបការមិនសមទំនងនេះកើតឡើងនៅអាស៊ីកណ្ដាលដែលគេតែងតែប្រទះឃើញជាញឹកញាប់កូនកំឡោះវ័យចំណាស់បានបង្ហាញភាពរីករាយក្នុងចំណោមមហាជនដែលចូលរួមនឹងបានថើបថ្ពាល់កូនក្រមុំចំណែកកូនក្រមុំស្ថិតនៅលើគ្រែហាក់ដូចជាមានឥរិយាបថគ្មានសេចក្តីសុខចំពោះការរៀបការជាមួយបុរសចំណាស់នោះទេទំនៀមទម្លាប់នៃការរៀបការរបស់បុរសចំណាស់ជាមួយក្មេងស្រីរមែងកើតឡើងជាញឹកញាប់នៅតំបន់អារ៉ាប់ចា៎នេះគឺជារូបភាពដែលតាអាយុ80ឆ្នាំបានចូលមកក្នុងបន្ទប់កូនក្រមុំដែរគ្នាអង្គុយយ៉ាងតែមកគួរអាណិតមែនទែនគឺកូនក្រមុំគឺហាក់បីដូចមិនពេញចិត្តនៅក្នុងពិធីបង្កការនេះឡើយចា៎ឥឡូវនេះព័ត៌មានទី1នេះក៏បានបញ្ចប់ទៅហើយដែរសូមចូលព័ត៌មានផ្លែកៗទី2ទាក់ទងទៅនឹងតារាបង្ហាញម៉ូដបុរសវ័យ80ឆ្នាំជនជាតិចិននៅចង់បន្តការងារចា៎នេះគឺជារូបភាពរបស់លោកតាដែលមានអាយុ80ឆ្នាំផងដែរចា៎ដែលគាត់ចង់បន្តការងារគាត់ទៀតហេតុតែស្រឡាញ់ទុយគឺមិនប្រកាន់វ័យឡើយចា៎លោកវ៉ាងដេស៊ុនអាយុ80ឆ្នាំជាតារាបង្ហាញម៉ូដនិងតារាសម្ដែងជនជាតិចិនបានបង្ហាញពីគោលគំនិតរបស់ខ្លួនចង់រស់នៅប្រកបដោយភាពកក់ក្ដៅក្នុងពេលបច្ចុប្បន្នកាលពី2ឆ្នាំមុនលោកវ៉ាងដេស៊ុនចាប់ផ្ដើមល្បីល្បាញក្នុងពិធីបង្ហាញម៉ូដ China Fashion Week ពេលមានអាយុ79ឆ្នាំចា៎ចាប់តាំងពីពេលនោះមកសិល្បកររៀមច្បងវ៉ាងដេស៊ុនក្លាយជាមនុស្សល្បីនៅប្រទេសចិនដោយលោកមានការងារសម្ដែងច្រើននិងជាកម្លាំងចិត្តដល់មនុស្សជំនាន់ក្រោយជាចុងក្រោយនេះលោកមានឱកាសចូលរួមក្នុងកម្មវិធី The 1-3 Billion របស់ LGTN ដែលរៀបចំពីខ្សែជីវិតជនជាតិចិនជាច្រើនរូបចា៎លោកវ៉ាងដេស៊ុនធំធាត់ក្នុងក្រុមគ្រួសារក្រីក្រនិងនៅពេញវ័យត្រូវធ្វើការជាកម្មករជួសជុលកាំភ្លើងក្នុងរោងចក្ររបស់កងទ័ពអស់រយៈពេលប្រហែលជាង10ឆ្នាំក្រោយមកមានឱកាសផ្លាស់ប្ដូរទៅប្រចាំការក្នុងផ្នែកសិល្បៈសម្ដែងរបស់កងទ័ពរួមទាំងព្យាយាមរៀនភាសាអង់គ្លេសរហូតមានឱកាសបានសិក្សាបន្តក្នុងមហាវិទ្យាល័យនៅពេលមានអាយុ50ឆ្នាំគាត់ក្លាយជាសិល្បករបានទទួលស្គាល់គ្រប់ទិសទីសិល្បៈនៃការសម្ដែងរបស់លោកវ៉ាងដេស៊ុនត្រូវប្រើភាពស្ទាត់ជំនាញផ្នែកកាយវិការនិងនៅពេលដែលមានអាយុច្រើនលោកមិនអាចប្រតិបត្តិបែបនេះបានទៀតទេទោះជាយ៉ាងណាក៏ដោយនៅពេលអាយុ67ឆ្នាំលោកក៏ចាប់ផ្ដើមទទួលសម្ដែងភាពយន្តជាលើកដំបូងនិងមានឱកាសចូលរួមសម្ដែងភាពយន្តល្បីៗជាច្រើនរឿងរួមទាំងដើរតួដ៏លេចធ្លោក្នុងរឿង Miss Granny អាចរកប្រាក់ចំណូលបានយ៉ាងច្រើនលុះមកដល់អាយុ80ឆ្នាំទើបមានឱកាសធ្វើជាតារាបង្ហាញម៉ូដនិងបញ្ជាក់ថាខ្ញុំមិនទាន់ឈប់ពីការងារនៅឡើយទេចា៎នេះគឺជារូបភាពរបស់លោកដែលកំពុងតែបម្រើការងារចា៎ផងដែរដែលលោកមានអាយុ80ឆ្នាំទៅហើយតែលោកនៅតែបន្តការងារដោយសារគាត់ស្រឡាញ់វិស័យសិល្បៈនេះចា៎ឥឡូវព័ត៌មានផ្លែកៗពីរឿងថ្ងៃនេះក៏បានបញ្ចប់ទៅហើយដែរអរគុណប្រិយមិត្តដែលតែងតែគាំទ្រលើ YouTube Stand Up Channel របស់យើងខ្ញុំដើម្បីទទួលបានព័ត៌មានថ្មីៗផ្លែកៗក្តៅៗតាមហេតុការណ៍នោះសូមជួយ Subscribe លើ Channel របស់យើងខ្ញុំផងចា៎សូមអរគុណសូមជម្រាបលា